ប្រជាពលរដ្ឋជាង 3000 គ្រួសារនៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីអាជ្ញាធរក្រោយពីបញ្ចប់ការវាស់វែងក្បាលដីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធពិធីនេះធ្វើឡើងនៅវិទ្យាល័យហ៊ុនសែនចុងកាល់នាព្រឹកថ្ងៃទី19 ខែឧសភាឆ្នាំ2025ឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់អាយដាមសាយសំអាលបានមានប្រសាសន៍ជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីទូទាំងប្រទេសជូនប្រជាពលរដ្ឋបានឆាប់រហ័សនិងឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យនាពេលនេះបន្ថែមពីនេះអាយដាមក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ត្រីនិងក្រុមការងារគ្រប់ផ្នែកទាំងអស់របស់ខេត្តដែលបានសហការអនុវត្តការងារដោយយកចិត្តទុកដាក់ខ្ពស់រហូតការងារទទួលបានជោគជ័យនៅពេលនេះទេសរដ្ឋមន្ត្រីគុនគឹមមានប្រសាសន៍បន្តថាចំពោះគោលនយោបាយដីធ្លីនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋជាក់ស្ដែងក្រោយពីអនុវត្តជោគជ័យនៅនយោបាយឈ្នះកាលពីថ្ងៃទី29ខែធ្នូឆ្នាំ1989សម្ដេចតេជោហ៊ុនសែនបានចាប់ផ្ដើមដាក់ចេញនូវគោលនយោបាយបែងចែកដីធ្លីផ្ដល់កម្មសិទ្ធិឯកជនជូនប្រជាពលរដ្ឋដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ប្រើប្រាស់និងអាស្រ័យផលលើដីជាក់ស្ដែងរបស់ខ្លួននៅក្នុងឆ្នាំ2012រាជរដ្ឋាភិបាលបានដាក់ចេញបទបញ្ជាលេខ01 បប គឺនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីដែលជាយុទ្ធនាការវាស់វែងចុះបញ្ជីដីធ្លីដើម្បីដោះស្រាយស្ថានភាពដីធ្លីមិនច្បាស់លាស់ឬមិនស្របច្បាប់មកជាការកាន់កាប់ដោយច្បាស់លាស់និងដោយសុវត្ថិភាពនៅក្នុងខេត្តឧត្តរមានជ័យទាំងមូលក្នុងយុទ្ធនាការនៃបទបញ្ជាលេខ01 បប នេះចាប់ផ្ដើមពីខែកក្កដាឆ្នាំ2012ដល់ខែមិថុនាឆ្នាំ2013បានចុះបញ្ជីដីធ្លីនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន 24586 ប័ណ្ណស្មើនឹង 18853 គ្រួសារលើផ្ទៃដីទំហំ 81570.22 ហិកតាក្នុង56ភូមិ13ឃុំសង្កាត់ក្រុង1និងស្រុកចំនួន3ទេសរដ្ឋមន្ត្រីគុនគឹមបន្តទៀតថារាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលក្នុងនោះបានផ្ដោតទៅលើការកែតម្រង់ដីធ្លីឲ្យកាន់តែសកម្មនិងស៊ីជម្រៅតាមរយៈការជំរុញបញ្ចប់នៅការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសនិងការដោះស្រាយវិវាទដីធ្លីនៅក្រៅប្រព័ន្ធតុលាការឲ្យកាន់តែមានទំហំតូចនិងឈានទៅលុបបំបាត់ទំនាស់តារាមរៃទាំងស្រុងនៅក្នុងយុទ្ធនាការវាស់វែងចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធដែលក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដាក់ចេញនាក្នុងចុងឆ្នាំ2023រហូតមកដល់ពេលនេះគឺការចុះបញ្ជីដីធ្លីបង្ហើយជាការរួមចំណែកដ៏សំខាន់មួយដើម្បីសម្រេចបាននៅបរិយាកាសគ្មានវិវាទនៅកម្ពុជាទេសរដ្ឋមន្ត្រីគុនគឹមបានសង្កត់ធ្ងន់ថាប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលកំពុងទទួលបានផលពីសុខសន្តិភាពសុទ្ធតែដឹងច្បាស់ពីតម្លៃសុខសន្តិភាពដែលកម្ពុជារកបានមកដោយលំបាកក្រោមការលះបង់តស៊ូរបស់អតីតយុទ្ធជនយុទ្ធនារីនិងថ្នាក់ដឹកនាំនៃគណៈបកប្រជាជនកម្ពុជាជាពិសេសគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបិតាសន្តិភាពរបស់កម្ពុជាហើយការដែលប្រជាពលរដ្ឋបានទទួលបានកម្មសិទ្ធិដីធ្លីជាបន្តបន្ទាប់មកនេះគឺជាផលមួយនៃសន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសង្គមជាតិរបស់យើងប្រទេសជាតិមានសុខសន្តិភាពទើបមានការអភិវឌ្ឍធ្វើឲ្យសង្គមសេដ្ឋកិច្ចរបស់យើងបានរីកចម្រើនទៅមុខនិងប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរហើយនៅក្រោមម្លប់សុខសន្តិភាពនេះគឺបានធ្វើឲ្យប្រទេសជាតិនិងប្រជាជនកម្ពុជារួមទាំងអ្នកឧត្តមមានជ័យផងដែរមានការរីកចម្រើនជាបន្តបន្ទាប់បង្កើតឱកាសការងារជាច្រើនបង្កលក្ខណៈសប្បាយរីករាយនិងក្តីសង្ឃឹមជូនប្រជាពលរដ្ឋ